បាទសួស្តីពុកម៉ែបងប្អូនអ្នកចិញ្ចឹមជ្រូកនិងនិយមចិញ្ចឹមជ្រូកកណ្ដុរកាត់ព្រៃជ្រូកព្រៃឬជ្រូកហៃណាមអីខ្ញុំក៏ជាអ្នកស្រឡាញ់ការចិញ្ចឹមជ្រូកម្នាក់ដែរឥឡូវក៏បង្ហាញកូនជ្រូកខ្ញុំទៅបងប្អូនដូចគ្នាដូចបងប្អូនដែរបងប្អូនក៏ឃើញពេលកើតគឺចាំបាក់បន្លាយដាក់ចំណីក៏ឃើញបងប្អូនផុសចែកបងប្អូនយើងមើលឥឡូវយើងខ្ញុំក៏ធ្វើតាមបងប្អូនដែរចែកបងប្អូនមើលដូចគ្នាខ្ញុំមានក៏ខ្ញុំផុសខ្ញុំអួតដូចគ្នាម្ដងនេះអួតតាក់គ្នាឥឡូវវាពងស៊ីកធំធេតហើយនឹងស្វាយធំធេតព្រឹកមិញក៏បានដាក់ត្រកួនដែរយកត្រកួនដាក់វិស៊ីខ្លះទៅចំណីខ្លះទៅថ្ងៃឡើងនេះថ្ងៃត្រង់នេះក៏ដាក់កធំធេតស្វាយទុំខែនេះខែស្វាយយើងមិនខ្វះស្វាយទេទោះស្វាយយើងអត់មានឬមានតិចក៏ស្វាយបងប្អូននៅក្បែរនេះគាត់ដាំច្រើនអញ្ចឹងទៅសុំគាត់ស្វាយទុំជ្រុះសុំគាត់មកដើម្បីរើសយកមកឲ្យជ្រូកយើងស៊ីវាជួយកាត់បន្ថយចំណីបោះរោងចក្រហើយយ៉ាងដែរហើយណាមួយជ្រូកអស់នេះយើងទៅឲ្យចំណីរោងចក្រក៏សាច់វាមិនឆ្ងាញ់ដែរចាញ់ចំណីធម្មជាតិហើយដើរធំតិចទៅយើងទៅលេងវាដើរលក្ខណៈធម្មជាតិដែរទៅក៏សាច់និងរសជាតិវាហ្នឹងខុសជ្រូកដែលយើងចិញ្ចឹមដាក់ទ្រុងទុកដែរប៉ុន្តែមេយើងក៏ត្រូវថែវាខ្លះដែរដើម្បីឲ្យវាជួយបង្កើតកូនឲ្យយើងបានច្រើនត្រូវមានទ្រុងមានអីត្រឹមត្រូវចំណីអាហារស្អាតបាតឲ្យវាដែរការពាររោគជំងឺផ្សេងមិនឃើញថាសត្វជ្រូកព្រៃជ្រូកកណ្ដុរធន់ជំងឺនិយាយតគ្នាមកនោះវាអាចធន់មែនប៉ុន្តែមើលមនុស្សយើងដឹងណាតាំងពីកើតដល់ប៉ុណ្ណេះនិយាយពីឆ្នាំប្រើរាប់ផ្លិចគិតជាក្របហើយនៅតែមានឈឺមានអ្នកស្លាប់កើតរោគនេះរោគនោះមន្ទីរពេទ្យពីមុនគេធ្វើមន្ទីរពេទ្យតែមួយជាន់ស្របតល់ដីឥឡូវមន្ទីរពេទ្យ4-10ជាន់អីជិះសច្ចដាវយន្តចឹងមានន័យថាអ្នកជំងឺនឹងគាត់វិវត្តលឿនដែរតាមសម័យកាលដែរស្វាយមួយពណ៌100អត់មានអីរៀបរាប់ច្រើនទេបងប្អូនអើយនិយាយលេងតិចតួចប៉ុណ្ណេះអរគុណច្រើនជំរាបលាទាំងអស់គ្នាសុខសប្បាយហេងអ្នកចិញ្ចឹមជ្រូកដូចគ្នា